ចរណានៃកាយវិការដ៏រស់រវើករបស់យុទ្ធតគុណដូនតាខ្មែរនេះចម្លងចេញពីចរិតធម្មជាតិរុក្ខជាតិសត្វមានដូចជាបាក់សៃបាក់សាខ្លាសេះដំរីស្វាក្រពើក្របីក្តាមគោះនេះបាននៅលើរូបយើងបានឃើញថាវិរិយបុព្វបុរសយើងបានចម្លងចេញពីកម្បាច់នឹងស្រៀបគុណយកចេញពីរូបកណរីរូបទៀនណូនឹងបានស្អាតយុទ្ធគុណដូនតាខ្មែរបង្កប់សិលសាស្ត្រវប្បធម៌សិល្បៈដ៏វិសេសវិសាលមានជានៅក្នុងរបាំប្រជាប្រិយដូចជារំវងរំក្បាច់រំលក់រំកែនរំគ្រឿនរំសារវ័នរំឡានរាវតលុកកត្រឹមបស័កចូលកំពេញនិងរំអាហារីសិទ្ធិជាចលនាហួនយុទ្ធគុណដូនតាខ្មែរក៏មានបង្កប់នៅក្នុងចំណែករបាំបុរាណមានដោយរបាំសែនស្រូវរបាំគោះក្រែរបាំតតែរ៉ៃរបាំគោះតឡោករបាំតកោបៃនិងរបាំប្រយ៉ាំរបាំត្រឹមលេងឡំនឹងដើម្បីទៅជាប្រៃសូមទស្សនិកជនយ៉ាងដៃអបអរសាទរដល់កីឡាករកីឡាករនេះដែលសិនបែជួបទស្សនា